bà sạch nè ngay xa xa bộ bẹ bò rọc mai để lục đập mò ní chênh tơ chỉ ô tại wow ô này một đòn này tiến này sạch đó nó ô cà phô 2 mét lại đi 2 mét lấy đi tay thằng khóm 3 mét ô đấy phần này mò nó bên đây nè chân tắc nó mới thử bột lăng lư vậy bột lăng lư từ chơi bà chân còn bên trong anh tắc nó bột lăng lư thế và bột lăng lư việc đạch đây từng xong khang thốn đi thôi bạc bò đỏ và sạt ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងទៅទស្សនាកន្លែងអូថ្មដាប់នៅលើភ្នំគូលែនដែលនៅក្បែរប្រាសាទថ្មដាប់នៅនេះស្រេចហើយយើងទៅមើលស្លាកស្នាមនៃការដាប់ថ្មហើយទឹកក៏ហូរតាមប្រឡោះនឹងស្រេចតែម្ដងយើងទៅទាំងអស់គ្នាបងប្អូននេះបុព្វបុរសខ្មែរសម័យដើមសម័យអង្គរបាទសតវត្សទី 9 ក្នុងរាជបបាទជ័យវរ្ម័នទី 2 ដែលព្រះអង្គលោកឡើងមកតាំងរាជធានីគង់នៅលើភ្នំគូលែនអញ្ចឹងហើយក៏មានការកសាងប្រាសាទជាច្រើនដើម្បីជាទីគោរពសក្ការៈបូជានៅពេលដែលយើងមកដល់កន្លែងនេះយើងឃើញទឹកធ្លាក់បន្តិចដែរបងប្អូនបាទទឹកត្រជាក់ល្អណាស់ធម្មជាតិនៃភ្នំគូលែនដែលយើងឃើញថាព្រៃស្រោងក្រាស់ខ្មឹកតែម្ដងហើយសម្បូរទៅដោយសត្វព្រៃសម្បូរទៅដោយផ្លែឈើចម្រុះជាច្រើនប្រភេទបាទច្រើនប្រភេទណាបងប្អូនមកទស្សនាពិតជាមិនខកបំណងទេហើយបានរីករាយសប្បាយជាមួយនឹងទិដ្ឋភាពព្រៃឈើទាំងអស់ហ្នឹងហើយបានមកឃើញនេះកន្លែងអូថ្មដាប់នៅក្បែរប្រាសាទហ្នឹងដោយសារតែមានការដាប់ថ្មនៅនឹងអូនេះយកទៅកសាងប្រាសាទជាគ្រឹះប្រាសាទឬក៏ផ្នែកផ្សេងអញ្ចឹងទៅអញ្ចឹងហើយបានជាអ្នកស្រុកអ្នកភូមិគាត់ហៅប្រាសាទថាប្រាសាទថ្មដាប់រហូតមកដល់បច្ចុប្បន្នមិនមែនជាឈ្មោះដើមនៃប្រាសាទបុរាណថាថ្មដាប់នេះតាំងពីសម័យនោះមកទេបាទឈ្មោះក្រោយដោយសារក្បែរនឹងមានការដាប់ថ្មក៏ហៅឈ្មោះថាប្រាសាទថ្មដាប់អញ្ចឹងទៅណាបងប្អូនហើយព្រៃឈើស្អាតហ្នឹងហើយបងប្អូនយើងដើរចេញពីទឹកធ្លាក់នេះទៅយើងមានដាមផ្លូវដើរទៅខាងលើអញ្ចឹងយើងទៅទាំងអស់គ្នាទៅកន្លែងដាប់ថ្មតែម្ដងទៅអត់ឆ្ងាយទេបងប្អូនចិត្តទេមើលទៅឃើញទេអូទឹកនេះត្រជាក់ល្អបងប្អូនអើយគ្រាន់តែដើរក្បែរក៏ចំហាយទឹកមកត្រជាក់ល្អដែរបងប្អូនឲ្យចង់ងូតអីល្អណាស់នេះត្រជាក់បាទត្រជាក់ល្អណាស់នេះបងប្អូនអូត្រជាក់មែនតែនត្រជាក់ចង់ល្ងាណាបងប្អូននេះដោយសារមេឃសតុំផងហើយទឹកអូដែលហូរពីថ្មអញ្ចឹងហើយវាមានធាតុត្រជាក់ដោយសារមានព្រៃដុះជុំចិត្តទៅมันមានកម្ដៅថ្ងៃចាំងចូលទេដូច្នេះហើយភាពត្រជាក់នៃការគ្មានកម្ដៅផងត្រជាក់ដោយសារមានពន្លឺចាំងចូលផងហើយត្រជាក់ពីថ្មផងអញ្ចឹងហើយត្រជាក់ល្អមែនតើមកគ្មានអីនិយាយពីត្រជាក់ហ្នឹងទេបងប្អូនបាទអញ្ចឹងហើយបានជាភ្នំគូលែននេះគេតែងតែហៅថាទឹកអមតៈដែលហូរចេញពីភ្នំគូលែនទៅគឺហូរពីលើនឹងទៅត្រជាក់ល្អមែនទៅលើបាទទឹកអមតៈទឹកអមរិតនោះបាទនេះបងប្អូនយើងបានមកដល់ទីកន្លែងដាប់ថ្មហើយបុព្វបុរសលោកដាប់នេះគឺថាដាប់ថ្មចេញទៅជាអូតែម្ដងបាទទៅជាទឹកហូរប្រឡោះហ្នឹងតែម្ដងហើយថ្មហ្នឹងយកទៅកសាងប្រាសាទផ្សេងនៅក្បែរហ្នឹងជាបំណែកផ្សេងនៃតួប្រាសាទអញ្ចឹងបងប្អូននេះបាទយើងមើលទៅយើងឃើញនេះប្រឡោះដាប់ថ្មនេះបាទដាប់ថ្មចេញជាអូហ្នឹងតែម្ដងអូធំដែរបងប្អូនអូចន្លោះនេះបាទនេះដើរទៅចូលអត់កើតទេតោះតែដើរកាត់ទឹកបាទដោយសារតែគៀននេះវាចម្រាក់ជ្រៅនេះបងប្អូនជញ្ជាំងអូជ្រៅអញ្ចឹងយើងឃើញថាប្រឡោះថ្មនេះគឺបុព្វបុរសដាប់ថ្មហ្នឹងចេញដើម្បីឲ្យទឹកហូរមកប្រឡោះហ្នឹងតែម្ដងបាទហើយមួយវិញទៀតក្រៅពីហូរប្រឡោះហ្នឹងគឺថាថ្មដែលដាប់ចេញពីកន្លែងហ្នឹងយកទៅកសាងប្រាសាទនៅតាមបំណែកណាមួយដែលត្រូវប្រើប្រាស់មិនថាជាគ្រឹះឬក៏ជាផ្នែកមេទ្វារអីជាដើមអញ្ចឹងបងប្អូននេះបាទស្អាតល្អណាស់ឥឡូវបងសូវៀតគាត់ដើរកាត់ទឹកនេះទៅខ្ញុំដើរកាត់តាមហ្នឹងទៅដែរអូស្អាតណាស់បងប្អូនអើយបាទស្អាតណាស់ដាប់ចេញមកតែម្ដងបាទដាប់ថ្មនឹងចេញមកធ្វើជាផ្លូវទឹកហូរហើយថ្មហ្នឹងយកទៅកសាងប្រាសាទស្អាតមែនបងប្អូននេះឥឡូវខ្ញុំរកផ្លូវដើរសិនថាចង់ចុះទឹកអូយ
đặt vô tức ดับโยโยโยตักนะ vô tức cái trâu อ๋อ vừa bờ sát nó hàng trâu รูปประสาทในข้างกล้าว dương nâu Nì. đồng đun ăn bờ sát nhiều ấy luôn ประสาทในกล้าวไม่กล้าวสัตว์มีนสัตว์ประสาทไหน bà นี่บองโอนยืมบานมาดาลหอยอู้จลอนี่ถมนะนี่บ้าจลอถมนะแต่ตึงทางหมดเรือพายเชียปีแม่กละตึกใบไม้đó nèทางเรือพอทางโขมเพียงหัวมโตtớiพายเชียมาไม้โตกำพอดมาไม้ทางโขมนะบองโอนบ้านี่ดับเมาเนี่ยสนามดับនៅនឹងតែម្ដងបងប្អូនអើយហើយមិនមែនចិត្តទេណាទៅមុខទៀតនោះទៅមុខទៀតបងប្អូននេះឥឡូវយើងដើរទៅមុខអូស្អាតណាស់បងប្អូនអើយត្រជាក់ល្អទៀតទឹកនេះនេះស្នាមដាប់តែម្ដងបាទដាប់មកនេះស្នាមដាប់ថ្មនឹងចេញនេះស្អាតណាស់បងប្អូនតែពេលដុសស្លែដល់អីទៅឃើញថ្មនឹងស្លាកស្នាមនៅនឹងដាំដាប់ណាហើយនេះជាចង្អូជាអូនឹងទៅតែម្ដងហើយខាងនេះក៏អញ្ចឹងដែរនេះបាទមាត់លើនេះប្រហែលជាកន្លែងខ្លះ2ម៉ែត្រកន្លែងខ្លះ3ម៉ែត្របាទតូចធំទៅតាមនឹងអញ្ចឹងណាបងប្អូនណាឥឡូវយើងដើរទៅលើអូស្អាតណាស់បងប្អូនអើយក៏ទៅពីដើមបុព្វបុរសខ្មែរលោកដាប់ថ្មនេះចេញទៅជាអូបាទទៅជាអូទឹកហូរអញ្ចឹងហ្មងថ្មយកទៅប្រើប្រាស់ហើយអាកន្លែងចង្អូហ្នឹងគឺថាហូរទឹកហូរតាមកន្លែងដាប់ហ្នឹងតែម្ដងឥឡូវយើងទៅទាំងអស់គ្នាបានមកទស្សនាបានមកឃើញស្អាតណាស់បងប្អូនអូយនេះបាទស្អាតណាស់ស្ងើចសរសើរបុព្វបុរសខ្មែរដែលលោកដាប់ថ្មនេះចេញទៅជាអូតែម្ដងបាទទៅជាអូទឹកហូរនៅក្នុងប្រឡោះហ្នឹងអូឆ្ងាយទៅលើបងប្អូនបាទយើងមើលពីក្រោមមកគិតថាប្រហែលជា4-10ម៉ែត្រទេតែអត់ទេបាទឆ្ងាយវែងមានន័យប្រវែងវែងទៅលើទៀតណាអូបងប្អូនអើយទៅលើវែងណាក្លុកអូនេះក្លុកជ្រៅណានេះយ៉ាដោយសារថ្មវាមានក្លុកជ្រៅអញ្ចឹងណានេះបងប្អូនបាទនេះខាងក្រោយយើងមើលទៅក្រោយវិញឃើញទេបាទខ្ញុំដើរមកប្រហែលជា20ម៉ែត្រហើយណាប្រហែលជា20ម៉ែត្រហើយឥឡូវនៅទៅមុខទៀតនាំបងប្អូនដើរទៅមុខបាទនាំបងប្អូនដើរទៅខាងមុខទៅខាងលើទៀតឥឡូវខ្ញុំក៏ឡងក្លុកនេះសិនព្រោះក្លុកនេះវាជារបៀបជាដងជ្រៅអីអូអូនអើយណាវ៉ាវអូនេះមកដល់នេះទៀតណាស្អាតណាស់ណាអូ กระปูพายอยู่2ម៉ែត្រไหนនេះ2ម៉ែត្រឡើងនេះតែខាងក្រោមប្រហែលជា3ម៉ែត្រវាមានរយៈមានជ្រៅ បើយើងមើលស្ថានភាពថ្មនេះដល់ពេលដែលយើងឃើញទៅដល់ឯមុខនោះឯមុខនោះធានាកន្លែងថ្មហ្នឹងទួល ទួល ឯថ្មហ្នឹង បាទ ថ្មហ្នឹងគឺវាខ្ពស់កាលណាបើទឹកបើថ្មហ្នឹងគាត់មិនដាប់ទេគឺទឹកនោះវាឡើងខ្ពស់វាហូរទៅលើនោះទៅលើនោះអញ្ចឹងគាត់ចង់ឲ្យទឹកហ្នឹងហូរមកប្រឡោះហ្នឹងអញ្ចឹងគាត់ត្រូវដាប់ថ្មទាំងអស់ហ្នឹងយកចេញដើម្បីឲ្យទឹកហ្នឹងវាទាបវាហូរចុះមកក្រោមចេះវាអត់ខ្ពស់ឡើងលើទេ បាទ ថ្មនេះវាទួលវាមិនមែនមកស្មើចេះទេគឺវាឡើងចេះ អូអញ្ចឹងគាត់ដាប់ឲ្យវា អញ្ចឹងដាប់មកផ្លូវហ្នឹងចូលទៅតែម្ដងហើយបំណែកថ្មទាំងអស់ក៏មិនចោលដែរគឺគាត់ដាប់រៀងចេញជាថ្មដែលអាចយកទៅសាងសង់ប្រាសាទបានចាំបានប្រយោជន៍2 ថ្មអាផ្ទាំងថ្មហ្នឹងយកទៅកសាងប្រាសាទហើយអាទីកន្លែងដាប់ចេញហ្នឹងគឺទៅជាអូតែទឹក ទៅអូទៅជាផ្លូវទឹក ទៅជាផ្លូវទឹកហូរបាទនេះពីក្រោមមកដល់លើប្រហែលជា50-60ម៉ែត្របងប្អូនឆ្ងាយមកលើនេះអូណែមកអស់ត្រឹមនេះណាវ៉ាវ ទៅលើមានស្នាមតិចតួច ទៅលើមានដែរប៉ុន្តែមានតិចប៉ុន្តែនេះចាប់ពីត្រឹមនេះទៅនេះ នេះឥឡូវយើងមើលថ្មវាហ្នឹងបានដឹងនេះ នេះថ្មឡើងលើមែននេះ នេះទៀតអូដែរប៉ុន្តែបើថ្មហ្នឹងវានៅនេះអញ្ចឹងទឹកហ្នឹងវាត្រូវបុកឡើងលើចឹង មកឡើងលើ បុកឡើងលើទៅចេះ បាទ អញ្ចឹងគាត់មិនចង់ឲ្យទឹកហ្នឹងបុកឡើងលើទេបើបុកឡើងលើវាដាច់ដីទាំងសងខាងធំវាធ្វើឲ្យប៉ះពាល់ដល់ប្រាសាទ អូប្រាសាទនៅហ្នឹងហើយ នៅខាងនេះអញ្ចឹងកាលណាបើទឹកនឹងហូរបុកពីមួយឆ្នាំទៅឆ្នាំអាចច្រោះដីទៅធ្វើឲ្យបាក់ដីគ្រឹះប្រាសាទអញ្ចឹងហើយគាត់ជីកប្រឡោះហ្នឹងដើម្បីឲ្យទឹកហ្នឹងទាបចុះទៅក្រោមតែម្ដង បាទ ធ្លាក់ទៅជើងភ្នំនោះទៅខាងបឹងមីលានេះទឹកហ្នឹងហូរធ្លាក់ទៅចំបឹងមីលា អូនេះហូរទៅខាងបឹងមីលាណាបាទបងប្អូនហ្នឹងហើយហើយអូស្អាតមែនណាមានដើមឈើមានព្រៃឲ្យស្អាតបងប្អូនអូស្អាតណាស់បាទ
miền bờ sát bồ rán nơi chọp nắng mà là càng lớn nắng làng bị ô tới cứ bờ sát hai nơi đừng ô nắng cứ ô thô đạp nắng cứ đạp thô tới chỉ ô mà từ từ khơi bị cà đạp bọc bọc bẹ bọc mai sạch đạp bóng ôn này nhầm ỏi bóng ôn mưa mà sao từ lứa miền đạp tết làm tay vì tiếp trong nhầm bằng hai nhà cả lấy cua này buộc lấy cua này về miền từ từ phiệp sạch cùi tẹt ná rồi dừng cặp lại tận nục chẳng á hồ tật chẳng á mà lấy đi sạch ra bóng ôn rồi này nhầm mưa bị khổ mà phết máu khơi như chị chết thì đi clay thì hai chị đọc mai thì bàn tay ở tê bóng ôn bị khổ một đôi lừa vài chị hà sập mày mà về như vậy ngày chẳng sạch ra bóng ôn này sạch men tên và nâng ngay bóng ôn bằng hai clay bị tự phiệp ô một đạp này cái lấy ní hỏi cái bài nắng cứ miền sạch một đạp đằng tay mà đâu hỏi đôi bàn phải chạy anh chẳng cứ thà sạch nắng rồi vô mua tam ô này để sạch khơi sạch nam này cả đạp một thôi chứ ô chẳng có đạp sạch một đạp chẳng tới bóng ôn á và nâng ngay họ con tràn bóng ôn bằng hai bóng ôn clay bóng ôn này một test na bán nơi lướt nung lên và nơi cái bài sạch một đạp sạch chụp chơi gì đào và con trai bóng ôn chun po sọc phiệp ló chụp miền nơi video cào